lấy lúc mình đất ban chi mà đào lại cô nó lúc đất bàn xua mà mấy cái kia bắt mùi thần á nó ô ô thì là 300 luôn mình đất lưu thật te plei sầm bầm nè ô Campuchia ปัจจุบันนี้ปริมาณตัวเตี้ยจนไงที่ธรรมดาอย่างยี่พิเศษกิจแต่ไว้ได้บางห้างพิเศษกิจละอนั่นคือลงบนดัดบานสเตจราจรในสายรถยนต์จานว่าถึงไงนี้เจ้าหญิงเรียบสู้ในสาขาคูบ50 ឆ្នាំบอประสาทเปรียบเทียบยืมได้ทางตุลาการกรุงละบ้านเอายึดทัวร์ต่อกัมพูชีบอยืมคือประสาทเปรียบเทียบจีนบอกมาบา50 ឆ្នាំขอบคุณเหมือนกันลูกนายกไฮโซมสวัสดิ์คมรู้ไงนี้จะมีเกียรติยศนะให้รุมเพิ่มเหมือนแต่ตัวใบจีขมิ้นเปรี้ยวอย่างไม่ก็คำแต่เชียดเอาการดำใบมอกบางหายโดยซาจีเกียรติยศบอกตัวสิติอันก็โดยลูกนายกได้บานพอดไงนี้คู่50 ឆ្នាំกดได้กัมพูชีบานตัวในcáiหายทางเพลย์ฉบับในที่กรุงลาเอตาให้ได้บานยังทั่วนี่ยืงสมเลือกจุ่มน้อยใบมอกทั่วจีอำนางถ้าไงนี้คือเชียดดมนอสไลด์ดอกซอบฉบับมวยได้กัมพูชีตัวบานตีตุลาการในที่กรุงลาเอទី2គឺខួប50 ឆ្នាំទី3គឺចង់ប្រាប់ថាប្រទេសថៃមិនអាចកែបន្លំប្រវត្តិសាស្ត្រថាខ្លួនជាព្រះរាជាជារបស់ខ្លួនទេឈរនៅលើគោលការណ៍7ដែលជាកំពែងដ៏រឹងមាំរបស់កម្ពុជាដែលព្រះរាជាពិតជារបស់ខ្មែរហើយមិនអាចប្រកែកបានទី1គឺសិទ្ធិសញ្ញាបារាំងសៀមនៅឆ្នាំ1904 1907ទី2គឺផែនទីដែលគូ11ផ្ទាំងជាឧបសម្ព័ន្ធមួយដែលបានដាក់តាំងនៅប្រទេស4គឺអាល្លឺម៉ង់បារាំងអង់គ្លេសនិងសហរដ្ឋអាមេរិករុស្ស៊ីហើយចំណុចមួយទៀតដែលជាចំណុចសំខាន់ទី3នោះគឺជាថ្ងៃនេះតែម្ដងដែលជាគម្រប់ខួប50 ឆ្នាំគឺសេចក្តីសម្រេចរបស់ទីក្រុងឡាអេដែលឲ្យកម្ពុជាតែម្នាក់គត់ដែលជាសម្បត្តិរបស់កម្ពុជាហើយវាជាសម្បត្តិពិភពលោកក៏ពិតមែនដែលយើងបានដាក់ចូលទៅក្នុងបេតិកភណ្ឌក៏ប៉ុន្តែវាជាបុព្វសិទ្ធិរបស់កម្ពុជាចំណុចទី4ដែលជាចំណុចមួយដែលយើងគិតថាការដាក់ប្រាសាទព្រះវិហារចូលទៅបេតិកភណ្ឌនេះគឺជាប្រព័ន្ធផ្លូវច្បាប់ដែលមានភាពយ៉ាងរឹងមាំថាបើសិនជាមិនមែនរបស់កម្ពុជាគេមិនអាចដាក់ចូលទៅក្នុងបេតិកភណ្ឌថាជារបស់កម្ពុជាដែលជាសម្បត្តិមនុស្សលោកទេ4នេះដែលជាផ្លូវគតិយុត្តចំណុចទី5គឺការអភិរក្សដោយប្រើប្រាស់ថវិការបស់ UNESCO ដែលជាជំនួយរបស់មនុស្សលោកនៅលើពិភពលោកដែលគេស្រឡាញ់អំពីវប្បធម៌នេះដែលជាបញ្ហាសំខាន់ចំណុចទី6ដែលរាជរដ្ឋាភិបាលមិនមែនដាក់ប្រាសាទព្រះវិហារទៅតុលាការទៀតទេឲ្យដកពិនិត្យនិងសាររឿងឡើងវិញនៃសាក្រមដើម្បីឲ្យថៃដែលផ្លេចភ្លឺមើលមិនឃើញអ្នកចេះធ្វើភ្លើអ្នកល្ងងប្រវត្តិសាស្ត្រធ្វើមិនដឹងដែលឲ្យដឹងថានេះគឺជារបស់ប្រជាជនខ្មែរជាបុព្វសិទ្ធិរបស់ខ្មែរតែមួយគត់ហើយចំណុចទី7ដែលជាប្រវត្តិសាស្ត្របើយើងក្រឡេកទៅមើលប្រាសាទព្រះវិហារមានអាយុកាលមុនសុខោតីបាទប្រជាជនថៃសូមចាំសុខោតីកើតនៅក្នុងសតវត្សទី13ឯប្រាសាទព្រះវិហារយើងមានដំណើរកសាងតាំងពីសតវត្សទី9មកម្លេះអញ្ចឹងតើជីដូនជីតារបស់ថៃបានសង់ទេហើយប្រវត្តិសាស្ត្រថៃបានដឹងទេថាប្រាសាទព្រះវិហារកើតមុនកំណើតឪរបស់អ្នកឯងដូនតារបស់អ្នកឯងទៀតដូច្នេះលក្ខណៈប្រវត្តិសាស្ត្រមិនអាចធ្វើទៅបានទេចំណុចមួយទៀតដែលជាចំណុចសំខាន់សម្រាប់យើងទាំងអស់គ្នាចងចាំនេះគឺប្រវត្តិសាស្ត្ររបស់កម្ពុជាគឺជាថ្ងៃនេះហើយដែលជាថ្ងៃលក្ខណៈផ្លូវគតិយុត្តដែលគ្មានប្រទេសណាគ្មានសាសនាដែលអាចកែច្នៃឬកែបន្លំប្រវត្តិសាស្ត្រថាប្រាសាទព្រះវិហារជារបស់ខ្មែរថ្ងៃនេះខ្ញុំសូមញ៉ាសារទៅដល់ប្រជាជនថៃរដ្ឋាភិបាលថៃខ្មៅថៃក្រហមថៃលឿងនៅតែថៃមកដល់ថ្ងៃនេះថៃបានបង្វែរគំនិតថាមិនរឿងប្រាសាទព្រះវិហារគឺរឿងបញ្ហាដី 4.6 ពីព្រោះថៃមិនអាចកែប្រវត្តិសាស្ត្រទី2ថៃមិនអាចកែផ្លូវគតិយុត្តឯថៃបង្វែររឿងនេះទៅជារឿងបញ្ហាដី 4.6 ដូចនេះខ្ញុំសូមផ្ញើសារទៅដល់ប្រទេសថៃថាពេលដែលកម្ពុជាបានធ្វើជាប្រធានអាស៊ានកម្ពុជាបានលើកឡើងនៅចំណុចមួយអាស៊ានមួយវាសនាតែមួយតើថៃបានដឹកទេនៅឆ្នាំ2015នៅពេលដែលយើងធ្វើសមារណកម្មអាស៊ានតែមួយបើសិនជាថៃនៅតែបង្កព្រំដែនតើយើងអាចបើកទូលាយព្រំដែនបានទេយើងអាចបើកបញ្ហាពុនបានទេពុនដែលរហូតដល់ផ្លូវដែករួមគ្នានេះហើយដែលថៃត្រូវគិតចំណុចមួយទៀតដែលសំខាន់ប្រជាជនថៃត្រូវគិតកុំគិតពីរឿងនយោបាយគឺយើងគិតប្រើវីសារួមបើសិនជាយើងបញ្ហានេះនៅតែជាជាប់ជំពាក់នៅក្នុងរឿងនេះយើងអត់
ធ្វើសមារណកម្មនៅឆ្នាំ2015បានទេហើយថៃខ្លួនឯងជាជនស្ថាបនិកដែលបង្កើតអាស៊ាននៅឆ្នាំ1967ដូច្នេះថៃគួរតែគិតពីបញ្ហានេះបើថៃជាអ្នកស្ថាបនិកគួរតែថៃគិតពីបញ្ហាព្រំដែនហើយថ្មីនេះក្រសួងការពារជាតិរបស់ប្រទេសកម្ពុជាបានហៅអាស៊ានទាំងអស់ដែលជាសមាជិកក្រសួងការពារជាតិដើម្បីបញ្ចប់នៅសង្គ្រាមស៊ីវិលនៅបណ្ដាប្រទេសជាអាស៊ានគ្មានការរីករាយសាយនៃអាវុធនុយក្លេអ៊ែរតើថៃដឹងទេបើសិនជាថៃនៅតែបន្តជំនួសព្រំដែនរវាងកម្ពុជានិងថៃតើយើងនិយាយបានទេថាគ្មានសង្គ្រាមនេះហើយដែលជាចំណុចសំខាន់ហើយចំណុចមួយទៀតដែលយើងត្រូវគិតពិចារណាទាំងអស់គ្នាថាប្រទេសថៃជាប្រទេសមួយមានការរីកចម្រើនជាប្រទេសប្រជាធិបតេយ្យគួរតែគោរពសម្ដីប្រជាជនដែលបោះឆ្នោតឲ្យអាវក្រហមហើយគោរពរឿងនេះហើយសូមឲ្យថៃគុំយកបញ្ហាកម្ពុជាដើម្បីលាងលុយខ្មៅយើងជាទូទៅរាល់ថវិកាដែលដកចេញមកប្រើប្រាស់នៅក្នុងប្រទេសដែលមានប្រជាធិបតេយ្យត្រូវតែអនុម័តក្នុងសភាតែផ្ទុយទៅវិញនៅពេលដែលសង្គ្រាមជាមួយកម្ពុជាថៃកងទ័ពថៃអាចប្រើប្រាស់ថវិកាដោយមិនបានការត្រួតពិនិត្យពីសភាដូច្នេះអ្នកល្មមចាយសំរុំហើយទី2សូមឲ្យថៃកុំធ្វើនំអត់ម្សៅប្រាសាទព្រះវិហារមិនអាចជារបស់អ្នកឯងទេហើយវាជាសម្បត្តិរបស់មនុស្សលោកទុកឲ្យសតវត្សទី21ហើយយើងត្រូវគិតអំពីអាស៊ានមួយវប្បធម៌10បើអ្នកគិតដល់ចំណុចនេះអ្នកនឹងគិតថាកម្ពុជាមិនអាចកោសលុបប្រវត្តិសាស្ត្រហើយក៏មិនអាចកោសលុបវប្បធម៌របស់កម្ពុជាបានដែរបាទតែជាសំខាន់បាទបច្ចុប្បន្ននេះលោកបណ្ឌិតដោយសារថានៅតុលាការអន្តរជាតិទីក្រុងឡាអេកំពុងតែប្រមូលនៅឯកសារមួយចំនួនរវាងថៃនិងកម្ពុជាដើម្បីលោកយកទៅបកស្រាយនៅសាលក្រមដែលកន្លងមកបានប្រកាសឲ្យប្រាសាទព្រះវិហាររបស់យើងទៅជារបស់ខ្មែរហើយក៏ក្នុងនោះដែរថៃបានតវ៉ារឿង 4.6 នេះតើលោកបណ្ឌិតមើលឃើញនឹងវិភាគវាតម្លៃថាថ្ងៃខាងមុខនេះតុលាការនឹងបកស្រាយយ៉ាងដូចម្តេចហើយក៏រវាងថៃនិងកម្ពុជានឹងអាចមានបញ្ហាគ្នាទៀតដែរឬក៏យ៉ាងណាចំពោះការបកស្រាយលើនេះឡើយនេះគឺជាចំណុចសំខាន់ណាស់ដែលថៃជានិច្ចកាលតែងតែដាក់ដូចយើងឃើញដឹងហើយនៅឆ្នាំ1959ដល់ឆ្នាំ1960ដល់62យើងកាត់ឈ្នះថៃអត់ដែលទទួលយកការឈ្នះហ្នឹងទេអត់ទទួលយកការពិតទេថៃបានទាស់តែងហើយរហូតដល់កម្ពុជាយើងបានប្តឹងហើយដែលមានមេធាវីដែលដឹកនាំដោយលោកទ្រឿងកាងហ្នឹងឯកឧត្តមទ្រឿងកាងដែលជាសមាជិកដែលជាទីប្រឹក្សារបស់ព្រះមហាក្សត្រហ្នឹងរាជបល្ល័ង្កហ្នឹងលោកបានទៅតតាំងហើយបាននាំនៅមេធាវីពីសហរដ្ឋអាមេរិកហើយនឹងពីច្បាប់ពីអ្នកសុបរាំងមកមួយហ្នឹងគឺថាបានដោះស្រាយរហូតដល់ថ្ងៃនេះយើងឃើញហើយថាសេចក្តីសម្រេចគឺមានចំណុចមួយដែលសំខាន់ប្រាសាទព្រះវិហារនៅក្នុងអធិបតេយ្យរបស់ខ្មែរស្ថិតនៅក្នុងទឹកដីខ្មែរដូច្នេះមានន័យថា 4.6 នឹងក៏ជារបស់ខ្មែរដែរប៉ុន្តែក្រុមនេះដោះស្រាយមួយមិនបានចូលទៅមួយទៀតប៉ុន្តែបើយើងគិតអំពីប្រាសាទព្រះវិហារដីជុំវិញទាំងអស់គឺជារបស់អធិបតេយ្យរបស់ខ្មែរដូច្នេះគ្មានរកឯកសារណាទៀតទេគឺយើងសំអាងទៅលើឧបសម្ព័ន្ធមួយជាផែនទីដែលគូនៅឆ្នាំ1908ដែលដាក់តាំងនៅក្នុងប្រទេសទាំង4នោះជាការស្រេចទៅហើយថៃយល់ព្រមមិនយល់ព្រមមិនសំខាន់ទេសំខាន់ផ្លូវច្បាប់ធម្មតាទេនៅលើពិភពលោកអ្នកចាញ់តែងតែគ្មានយុត្តិធម៌នេះជាកិត្តក្រមរបស់បងអូនដឹងហើយបើអស់លោកបានចេញទៅរ៉ូម៉ាំងហ្នឹងគេឃើញរូបមួយអ្នកឈ្នះអស់ខោខ្លីហើយអ្នកដែលចាញ់គ្រាន់តែសក់ទឹកភ្នែកទេបាទនៅក្រសួងយុតិធធក៏មានរូបចឹងបាទន័យថាម៉េចថៃមិនដែលទោះបីជាថៃចាញ់ក៏ថៃមិនទទួលថាវាមិនយុតិធធដែរប៉ុន្តែយុតិធធមិនយុតិធធតុលាការអន្តរជាតិដែលទទួលស្គាល់ជាអន្តរជាតិបាទហើយរឿងដែលប្រមូលឯកសារហ្នឹងវាជារឿងរបស់ថៃកម្ពុជាមិនបាច់ប្រមូលទេពីព្រោះឯកសារមានគ្រប់គ្រាន់ហើយបើសិនតុលាការទីក្រុងឡាអេបកស្រាយយ៉ាងណាខុសពីប្រកបដើមមានន័យថាកម្ពុជាមិនមែនជាអ្នកខុសទេគឺឡាអេជាអ្នកខុសព្រោះអ្នកឯងកាលពី62អ្នកឯងនិយាយចេះហើយហេតុអីក៏ឆ្នាំ2012អ្នកឯងនិយាយចុះអញ្ចឹងកម្ពុជាមានលក្ខណៈកំពែងដ៏រឹងមាំ7នេះគឺច្បាស់លាស់ណាស់ច្បាស់លាស់មែនទែនដែលមិនអាចប្រកែកបានដែលខ្ញុំបានរៀបរាប់នឹងទី1ទី2រហូតដល់ទី7នឹងគឺជាកំពែងការពារទាំងផ្លូវប្រវត្តិសាស្ត្រទាំងផ្លូវគតិយុត្តបាទបច្ចុប្បន្ននេះឃើញថាប្រាសាទព្រះវិហាររបស់យើងកំពុងតែទទួលបាននៃការគ្រប់គ្រងពីបងប្អូនជារួមជាតិរបស់យើងក៏ដូចជាអន្តរជាតិដែលបានអញ្ជើញឡើងទៅលើប្រាសាទព្រះវិហារហើយវាចម្លៃថាវាសមណាស់ប្រាសាទព្រះវិហារនេះសម្រាប់អន្តរជាតិវាចម្លៃដែលជាទេសចរលោកបណ្ឌិតថាសមណាស់ជារបស់កម្ពុជា
លោកបណ្ឌិតមើលឃើញថាជាភាពត្រឹមត្រូវដែរទេដែលជាការវិភាគរបស់ភ្ញៀវទេសចរបាទវាជាការពិតណាស់យើងមិនបាច់និយាយអីច្រើនទេបើយើងទាញរូបពីប្រាសាទព្រះវិហារក្តីពីអង្គរវត្តក្តីបើសិនជាសៀមយល់ថាជារបស់ខ្លួនថៃជារបស់ខ្លួនរំអប្សរាឲ្យតែដូចនៅក្នុងផ្ទះអង្គរវត្តនឹងវាបានហើយមិនបាច់យកអីច្រើនទេរំដូចខ្សែភ្លើងឆក់អញ្ចឹងឯខ្មែរវិញគេរំពើទៅតាមអ្វីដែលគេសូមជម្រាបជូនថាគ្រាន់តែក្បាច់រចនាសក់របស់នារីខ្មែរដល់ទៅ1800ថៃមានទេអាហ្នឹងបើថៃមានទេគ្រាន់តែអប្សរារបស់ខ្មែរនឹងថៃរំមិនកើតទៅផងកុំដល់ទៅនិយាយថាហ្នឹងជារបស់ខ្លួនរំឲ្យតាមអប្សរានឹងសិនបើរំបានសម្បត្តិគេហៅថារបាំរាជទ្រព្យហ្នឹងដែលគេចូលទៅក្នុងប្រទេសកពន្ធពិភពលោកហ្នឹងតែថៃយល់ថាខ្លួនជារបស់ខ្លួនជាវប្បធម៌របស់ខ្លួនហ្នឹងធ្វើឲ្យដូចសិនទៅហើយប្រើប្រាស់ភាសាវាំងកុំប្រើភាសាខ្មែរទៅអានឹងវិជាការចប់ហើយគ្រាន់តែទៅនឹងដែលយើងមិនចង់និយាយទេពីព្រោះទំនាស់វប្បធម៌គ្មានដំណោះស្រាយទេពីព្រោះយើងចង់ខ្លាយទៅជាសហគមន៍មួយនៅឆ្នាំ2015បាទអរគុណលោកបណ្ឌិតចុងក្រោយមួយទៀតតើប្រាសាទព្រះវិហាររបស់យើងកំពុងខ្លាយទៅជាតំបន់សេដ្ឋកិច្ចមួយដ៏ល្អហើយក៏មើលឃើញលោកបណ្ឌិតមើលឃើញថាទៅថ្ងៃមុខនេះយ៉ាងដូចម្តេចបាទថ្ងៃនេះសំខាន់ណាស់លោកនាយកដែលខ្ញុំសូមស្វាគមន៍ទៅរដ្ឋាភិបាលថ្មីគឺយីងឡាក់ស៊ីណូវ៉ាត្រាដែលបើកគោលនយោបាយមួយយ៉ាងសំខាន់គឺបើកឲ្យរថយន្តក្រុងពីបង្កកមកទីក្រុងសៀមរាបហើយនឹងខ្ទាតទៅដល់ប្រាសាទព្រះវិហារទៀតពេលនោះប្រជាជនថៃគ្រប់រូបហើយអ្នកទេសចរថៃគ្រប់រូបយល់ថាអានេះជាសម្បត្តិរបស់ខ្មែរហើយយើងសម្បត្តិរបស់យើងទាំងអស់គ្នាយើងជាសមាគមនៃប្រជាជាតិអាស៊ីអាគ្នេយ៍យើងរួមគ្នាអភិរក្សនោះហើយដែលជាសម្បត្តិរបស់សហគមន៍យើងទាំងអស់គ្នាពេលនោះប្រហែលជាមិនមានការជ្រៀតជ្រែកពីនយោបាយផ្ទៃក្នុងរបស់ថៃណាមួយដែលកែបំភ្លៃប្រវត្តិសាស្ត្រនោះបានឡើយបាទអរគុណលោកបណ្ឌិត